ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាទៅលេងនៅកោះបាលីម្ដងទៀតហើយកន្លែងដែលខ្ញុំទៅលេងនេះគេហៅថា Military Beach នៅកោះបាលីហើយមុននឹងចេញដំណើរទៅយើងជិះម៉ូតូអណ្ដើរទេដោយសារតែនឹងយកអត់មានឡានជិះមានអីទេដោយសារខ្ជិលជួលឡានជួលអីចឹងណាដោយសារជិះឡានទៅវាខាត់ពេលខាត់អីចឹងទៅឬក៏តម្លៃរៀងថ្លៃចឹងទៅតែបើយើងជិះម៉ូតូណាមួយយើងបានមើលតាមភូមិតាមស្រុកនៅបាលីអញ្ចឹងថាទេសភាពអីមិនហើយតម្លៃម៉ូតូគេរៀងធូរហើយកន្លែងដែលទៅលេងនេះដែរកន្លែងហ្នឹងគេលក់សម្បត្តិហើយមុននឹងយើងទៅដល់កន្លែងឆ្នេរហ្នឹងយើងឆ្លងកាត់កន្លែងផ្លូវដែលគេធ្វើហ្នឹងគឺស្អាតមែនទែនគេកាត់ភ្នំធ្វើផ្លូវចោះទៅតាមជម្រាលកោះហ្នឹងហើយនៅខាងក្រោមនេះឃើញមើលទឹកសមុទ្រឃើញសឹមហ្នឹងហើយជាមួយនឹងផ្សែងទឹកសមុទ្រចំហាយទឹកវាជះមកឃើញស្អាតមែនទែនចាំងជាមួយនឹងពន្លឺថ្ងៃអីចឹងណាហើយនៅកន្លែងហ្នឹងក៏មនុស្សទៅលេងច្រើនដែរអ្នកទាំងអស់គ្នាមនុស្សទៅលេងច្រើនមែនទែនហើយមុននឹងនាំអ្នកទាំងអស់គ្នាទៅមើលឆ្នេរសមុទ្រដ៏ស្អាតផូរផង់ខ្ញុំយកម៉ូតូយកអីមកផ្ញើសិនសារកន្លែងនេះយើងត្រូវយកម៉ូតូយកមកដាក់អីចឹងប៉ុន្តែនៅការដាក់ម៉ូតូដាក់អីហ្នឹងគឺអត់មានអស់លុយទៀតទេគឺគេគិតលុយក្នុងសម្បត្តិហ្នឹងអីហើយអញ្ចឹងយើងដាក់ free ចង់ដាក់កន្លែងណាដាក់ទៅតាមចិត្តហើយអត់មានភ័យខ្លាចថាបាត់ម៉ូតូបាត់អីទេដោយសារនៅហ្នឹងដូចឲ្យរឿងបាត់ម៉ូតូបាត់អីអត់មានភ័យខ្លាចទេដោយសារតែយីទូទៅដោយសារកោះផងអីផងអញ្ចឹងណាហើយនៅនោះក៏សុខភាពដែរតើតទៅនឹងម៉ូតូអីហ្នឹងដល់គ្នាមើលកន្លែងមើលមុខខ្ញុំអីហើយយើងមើលទៅឆ្នេរសមុទ្រវិញមិនដឹងថាមានឱកាសប៉ុន្មានដងទៀតទេដែលយើងបានមក explore កន្លែងហ្នឹងអីចឹងតែខ្ញុំចង់ឲ្យអ្នកនរគ្នាមើលថាវាស្អាតកម្រិតប៉ុណ្ណាគឺបាត់ទឹកកង្វល់អស់ហើយលេងហ្មងចាំមើលខ្ញុំបែរទៅឲ្យអ្នកនរគ្នាមើលទៅនិយាយពីអាលោកធំមែនតើមកលោកគេធំគេអត់ស្អាតអត់ស្អាតអត់ amazing មកពិតស្អាតណាស់បងស្អាតហើយមើលមនុស្សច្រើនទឹកសមុទ្រខៀវល្អមកខៀវស្ងាត់best មួយគេខ្វល់លាក់ចៃម៉ៃលើហើយមកដល់កន្លែងនេះយើងចាប់ដើមអង្គុយសម្ដែងអីពីនេះពីនោះយើងមើលទេសភាពបញ្ចេញកាយវិការអីខ្លះចឹងណាធម្មតាអ្នកទាំងអស់គ្នាយើងដើរលេងតែមានការសម្ដែងមានអីខ្លះចឹងណាពួកវាមិនអាចរៀលរហូតទេដោយសារកន្លែងខ្លះយើងត្រូវការថតធ្វើការអីចឹងណាហើយដូចនៅកន្លែងនេះអីមិនមែនសម្ដែងទេអាហ្នឹងគឺកតុំរុយហោះពិតអ្នកទាំងអស់គ្នាអាហ្នឹងគឺជួលជិះតែខ្ញុំអត់ដឹងថាតម្លៃវាប្រហែលទេវាល្បាក់ប្រហែលជាថ្លៃដែរដោយសារយើងគេនាំយើងខ្វែលមកជុំនៅកោះបាលីហ្នឹងហ្មងហើយកន្លែងនេះក៏ខ្ញុំនៅតែសម្ដែងដែរអ្នកទាំងអស់គ្នាប៉ុន្តែនិយាយមែនគឺ view ស្អាតបើថាយើងមានជាដៃគូដែរអីចឹងយើងមកមើលថ្ងៃលិចមើល view មើលអីគឺស្អាតមែនទែន romantic គឺស្អាតយកហ្មងជាមួយនឹងបរិយាកាសបែបហ្នឹងហើយនៅហ្នឹងគឺអាលោកធំមែនទែនហើយដូចកន្លែងនេះអីអ្នកទាំងអស់គ្នាមើលស្អាតប៉ុណ្ណាជាមួយនឹងពលឺថ្ងៃហើយចំហាយទឹកសមុទ្រវាជះទៅគឺឃើញមកស្អាតហ្មងដូចអាប់ហ្មងប៉ុន្តែវាមិនមែនអាប់ទេហើយនៅហ្នឹងគឺឆ្នេរវាគឺអត់សូវស្អាតហ្មងទេឆ្នេរវារឿងគ្រោះរឿងអីចឹងណាប៉ុន្តែអីដែលស្អាតគឺទេសភាពជាមួយនឹងបរិយាកាសហើយនៅពេលល្ងាចទៀតយើងឃើញថាមនុស្សមកកាន់តែច្រើនមកដោយសារនៅហ្នឹងល្ងាចគឺមនុស្សមកច្រើនរឿងពេលខ្ញុំមកហ្នឹងមនុស្សអត់សូវច្រើនទេប៉ុន្តែកាន់តែល្ងាចមនុស្សកាន់មកកាន់តែច្រើនដោយសារនៅកន្លែងហ្នឹងវាមានកន្លែងលេងវាច្រើនវាមានក្លឹបមានអីដែរចឹងតាមលើអញ្ចឹងភ្ញៀវបរទេសវាច្រើនគាត់មកចូលចិត្តលេងកន្លែងចឹងហើយដូចអ្នកទាំងអស់គ្នាឃើញចឹង view នៅពេលល្ងាចគឺចាំងមកស្អាតមែនទែនជាមួយនឹងចំហាយទឹកហើយនឹងពន្លឺព្រះអាទិត្យទៅឃើញទៅគឺស្អាតមែនទេអ្នកនរគ្នាហើយមនុស្សគាត់មកថតនៅកន្លែងហ្នឹងអ្នកខ្លះគាត់មកអង្គុយមើលអង្គុយអីចឹងណាហើយវីដេអូហ្នឹងក៏មានតែប៉ុណ្ណេះតែតទៅនឹងការមកលេងឆ្នេរនៅ Military Beach ហ្នឹងមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូមួយទៀតនៅបាលីគឺវីដេអូបញ្ចប់គឺខ្ញុំដើរមើលទីក្រុងពេលយប់ឲ្យអ្នកនរគ្នាមើលថាទេសភាពនៅពេលរាត្រីអីវាមិនអីចឹងណាអញ្ចឹងយើងចាំតាមដានទស្សនានៅវីដេអូក្រោយទៀតអូខេបាយ